សួស្តីបងប្អូនទាំងអស់គ្នាប្រហែលសប្តាហ៍នេះមានបុគ្គលដែលជាមន្ត្រីរាជការស្ថិតក្នុងជួររាជរដ្ឋាភិបាលច្រើនមែនទែនដែលមានសកម្មភាពដូចចោរប្លន់អញ្ចឹងហើយខ្ញុំគិតថាខ្ញុំជាតំណាងឲ្យមេក្រុមសង្គ្រោះហើយជាស្ថាប័នក្រៅរាជរដ្ឋាភិបាលដែលសហការជាមួយរាជរដ្ឋាភិបាលទោះបីជាពេលនេះនៅមិនទាន់រត់ច្បាប់នៅឡើយហើយកុំសង្ឃឹមថាខ្ញុំរត់បានឬមិនបានពេកម្នាក់ដែលឈរនៅចំហទុច្ចរិតហ្នឹងព្រោះដោយសារខ្ញុំទៅធ្វើនៅក្រសួងមហាផ្ទៃហើយខ្ញុំក៏ជាផ្នែកមួយនៃព្រះបរមរាជវាំងអញ្ចឹងហើយខ្ញុំគិតថាពួកបងដែលឃើញថាខ្ញុំផុសចេះតែចង់សុំទ័ពពីព្រះមហាក្សត្រសូមគុំសម័យហើយគិតថាវាអាចឬមិនអាចពេកតាមពិតទៅតាមច្បាប់រដ្ឋធម្មនុញ្ញប្រទេសទូទាំងសកលលោកគេធ្វើដូចគ្នាទាំងអស់ហេតុអីបានជាក្រសួងការពារជាតិមានសិទ្ធិរដ្ឋប្រហារមិននឹងនិយាយឲ្យវាវែងឆ្ងាយទេព្រោះវាស៊ីជម្រៅរហូតដល់ពិបាកបុកដកគុណចែកតាមពិតទៅមានរឿងខ្លះក៏វាមានមហាក្សត្រនៅពីក្រោយហើយមានរឿងខ្លះនាយករដ្ឋមន្ត្រីនៅពីក្រោយដូចគ្នាអញ្ចឹងខ្ញុំមិននិយាយច្រើននោះទេអាហ្នឹងគេធ្វើគណៈពេលដែលយើងដឹងថារដ្ឋាភិបាលនេះកែលែងឡើងអូខេអញ្ចឹងខ្ញុំនិយាយពាក់ព័ន្ធជាមួយការសុំទ័ពឬមិនសុំទ័ពករណីដែលយើងមើលឃើញថាបុគ្គលក្នុងរាជរដ្ឋាភិបាលឬក៏មានចំនួនច្រើនពេកដែលបង្កករណីដូចជាប្លន់ចាប់ចម្រិតទៅហើយអញ្ចឹងហើយมันអាចសាររើឬប្តឹងផ្ដាល់បានដែលវាមានទំហំទោសឈានដល់ការបល្ល័យជាតិសាសន៍របស់យើងហើយក្រសួងការពារជាតិមានសិទ្ធិចេញអាជ្ញាដោយខ្លួនឯងដោយផ្ទាល់ហើយចាប់បុគ្គលទាំងអស់នោះដោយមិនបាច់មានដីកាបញ្ជូនទៅតុលាការអញ្ចឹងហើយខ្ញុំចង់ដាស់តឿនទៅបងទាំងអស់គ្នាក្រែងថាបន្តិចទៀតមហាក្សត្របើកដៃឲ្យខ្ញុំក្រែងថាបន្តិចទៀតនាយករដ្ឋមន្ត្រីក៏បើកដៃឲ្យខ្ញុំពួកបងប្រយ័ត្នថាអង្គុយនៅផ្ទះអត់សុខនៅសុកកងទ័ពទៅចាប់ខ្លួនដោយមិនបាច់មានដីកាដូចគ្នាអញ្ចឹងហើយខ្ញុំសង្ឃឹមថាបងទាំងអស់គ្នាពិចារណាឡើងវិញកែឬមិនកែហើយទាំងអស់គ្នាខ្លះដែលឈរខាងទុច្ចរិតតែងតែនិយាយពាក្យថាកងទ័ពចេះដឹងអីរឿងជាតិខ្ញុំសូមប្រាប់ពួកបងទាំងអស់គ្នាថារាល់ថ្ងៃនេះគឺធ្វើយន្តការបញ្ច្រាស់ច្រើនមែនទែនក្រសួងការពារជាតិគឺមានសិទ្ធិការពារជាតិទូនាទីរបស់គេគឺអង្កេតការលើជាតិមិនមែនត្រឹមតែចាំធ្វើសង្គ្រាមនោះទេចំណែកឯនគរបាលអាចធ្វើបច្ចុប្បន្នភាពបានមានប៉ុន្មានអ្នកដែលចេះដឹងរឿងជាតិជាក់ស្ដែងគឺគាត់ធ្វើការរឿងសង្គមនោះទេនគរបាលបើសិនជាតែចេះដឹងរឿងជាតិទៀតមិនបាច់ធ្វើនគរបាលទេវល់ពេញនឹងអត់ទៅហើយការងារដែលក្តាប់ការអង្កេតការទៅលើជាតិគឺក្រសួងការពារជាតិហើយនគរបាលហត់ណាស់គ្មានពេលឯណាទៅធ្វើរឿងការងារជាតិនោះទេគេធ្វើការងារតាមច្បាប់ហើយភាគច្រើនគឺផ្ដោតទៅលើសង្គមតែប៉ុណ្ណោះអញ្ចឹងហើយពួកបងភ្ញាក់រលឹកដាស់តឿនខ្លួនឯងអត់ចាំបាច់អ្នកណាបង្រៀនទេកន្លែងនេះឲ្យតែរៀនហេតុផលតាំងពីតូចមកដល់ពេលនេះតែខ្ញុំយល់ថាពេលនេះគឺចង់ហួសពេលខ្មែរបងដែលនៅតែសួរនាំថាខ្ញុំជាអ្នកណាប្រយ័ត្នអង្គុយកងទ័ពចូលចាប់ខ្លួនដល់ផ្ទះមិនបាច់មានដីកាទេណាអាជ្ញាសឹកចេញពីក្រសួងការពារជាតិ